បាទបងប្អូនថ្ងៃនេះចង់តបទៅខមមិនរបស់បងប្រុសម្នាក់គាត់និយាយថាប្រពេលលើទ្រុងដេកវាល្អជាងព្រោះវាអត់កើតព្រូនវាចាញ់ព្រូនណាស់បើព្រូនឡើងដល់ក្បាលងីងើចាក់បំបត្តិព្រូនមិនទាន់វាឆាប់ងាប់ហ្នឹងហើយបាទអរគុណលោកពូសម្រាប់ការឆ្លើយតបឬក៏ដូចការបញ្ចេញមតិយោបល់ហ្នឹងអ្វីដែលលោកពូបានលើកឡើងនេះសម្រាប់ខ្ញុំផ្ទាល់បាទខ្ញុំបានពិសោធន៍រួចអស់ហើយអត់វាដូចជាអត់ត្រឹមត្រូវ100%ទេហ្នឹងហើយការដេកលើទ្រុងឬក៏ដេកលើដីវាអត់ជាបញ្ហាអីសំខាន់ទេអញ្ចឹងណាព្រោះអ្វីដែលសំខាន់នេះគឺខ្ញុំចង់ឲ្យបងប្អូនកុំទាន់អាចជឿនៅអ្វីដែលខ្ញុំបាននិយាយខ្ញុំចង់ឲ្យបងប្អូនអឺពិសោធន៍ខ្លួនឯងហ្នឹងហើយព្រោះខ្ញុំបានពិសោធន៍រួចអស់ហើយអ្វីដែលលោកពូបានលើកឡើងឬក៏បងប្រុសបានលើកឡើងហ្នឹងគឺវាជាគំនិតចាស់ខ្ញុំចង់ឲ្យបងប្អូនរៀនធ្វើហើយក៏ដូចជាពិសោធន៍ខ្លួនឯងផ្ទាល់ព្រោះថាអ្វីដែលខ្ញុំបានធ្វើនេះគឺខ្ញុំចង់ពិសោធន៍ពីអ្នកជំនាន់មុនដើម្បីរកវិធីណាដែលអាចចំណាយតិចទៅលើការចិញ្ចឹមសត្វហ្នឹងហើយដោយសារការធ្វើទៅលើវាដេកវាពិតជាចំណាយច្រើនមែនទែនហើយបើសិនជាយើងអាចធ្វើបានឲ្យវាដេកនៅលើដីដូចសត្វគោសត្វអីហើយវាមានសុខភាពល្អនេះគឺជាការប្រសើរព្រោះវាបានកាត់បន្ថយការចំណាយច្រើនជាក់ស្ដែងឃើញកូនពពែរបស់កសិដ្ឋានខ្ញុំនេះទៅកើតនេះកើតច្រើនមែនទែនមួយថ្ងៃកើត2មួយថ្ងៃកើត3វាមានសុខភាពល្អជាធម្មតាហើយការឃ្លាវខ្លារបស់វាក៏អត់បញ្ហាដែរហ្នឹងហើយនេះជាអ្វីដែលខ្ញុំបានពិសោធន៍ផ្ទាល់ហើយតែដូចខ្ញុំបញ្ជាក់ទៀតថាខ្ញុំអត់ចង់ឲ្យបងប្អូនដែលតាមដានវីដេអូរបស់ខ្ញុំជឿខ្ញុំទាំងស្រុងទេអញ្ចឹងអ្វីដែលសំខាន់បងប្អូនពិសោធន៍ទៅប៉ុន្តែអ្វីជាការល្អបំផុតបងប្អូនអាចអញ្ជើញមកកសិដ្ឋានខ្ញុំផ្ទាល់ហ្នឹងហើយខ្ញុំនឹងណែនាំវិធីនៃការកម្ចាត់មេរោគក្នុងទ្រុងក៏ដូចជាធ្វើម៉េចឲ្យពពែកើតមកមានសុខភាពល្អទាំងមេទាំងកូនហ្នឹងហើយវាខ្ញុំបានដំបូងគឺខ្ញុំបានធ្វើពពែនៅលើទំនើដែរអញ្ចឹងណាការចំណាយវារៀងខ្ពស់គួរសមអញ្ចឹងអ្វីខ្ញុំបានត្រឡប់មកគិតវិញខ្ញុំក៏បានពិសោធន៍ជាក់ស្ដែងនៅឲ្យវារស់នៅលើដីជាក់ស្ដែងខ្ញុំមានពពែលើទ្រុងជាង200ក្បាលហើយពពែលើដីនិងចៀមនេះជាង200ក្បាលទៀតអញ្ចឹងណាអ្វីដែលសំខាន់គឺសុខភាពវាល្អដូចតែគ្នាទេកុំជឿថាវាមានព្រូនឬក៏វាមានអីអញ្ចឹងណាសំខាន់យើងតាមដានសុខភាពពពែឬក៏សុខភាពរបស់សត្វចិញ្ចឹមយើងឲ្យបានទឹកដល់វានៅលើដីវាដូចអត់តាក់ទងរឿងព្រូនទេសំខាន់យើងមាន schedule ឬក៏មានតារាងពេលវេលាចាក់តម្លាក់សត្វល្អិតឬក៏តម្លាក់ព្រូនហ្នឹងរៀងរាល់3ខែម្ដងហើយខ្ញុំបានអនុវត្តរៀងរាល់3ខែម្ដងគឺតាក្នុងកសិដ្ឋានបានចាក់ទៀងទាត់ពេលមែនទែនហ្នឹងហើយអញ្ចឹងបងប្អូនអាចអញ្ជើញមកទស្សនាក៏ដូចជាមកដកបទពិសោធន៍ក៏ដូចជាផ្សេងអាចមកផ្ទាល់ដល់កសិដ្ឋានហ្នឹងហើយអាចបងប្អូនអាចសាកចិញ្ចឹមពពែនៅលើដីទៅវាទី1វាការកាត់បន្ថយចំណាយในការធ្វើទ្រុងទី2វាបង្កើតភាពកក់ក្ដៅពីដីមកហើយទី3យើងអាចបរិពូជសត្វនិងមានទីធ្លាឲ្យវាបានរត់លេងបើយើងធ្វើទ្រុងធំហើយឲ្យវារត់លេងទៀតគឺពិតជាចំណាយច្រើនមែនទែនអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនរៀបចំធ្វើទ្រុងនៅលើដីទៅហើយខ្ញុំធានាជូននៅបទពិសោធន៍ក៏ដូចជាបច្ចេកទេស100%ជូនបងប្អូនធ្វើម៉េចឲ្យបានពពែមានសុខភាពល្អប្រសើរដូចរបស់ខ្ញុំអញ្ចឹងណាហ្នឹងហើយបើបងឬក៏ពូមានចង្អល់អីផ្សេងអាចធ្លាក់ចូល comment ប៉ុន្តែ comment របស់លោកពូនេះគឺជាការបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោកពូទេអញ្ចឹងណាអ្វីដែលខ្ញុំបានធ្វើគឺខ្ញុំបានដើរទៅមុខមួយជាហ៊ានទៀតហើយគឺការកាត់បន្ថយចំណាយទៅលើការចិញ្ចឹមពពែក៏ដូចជាចៀមនៅលើទ្រុងអរគុណ